បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងទៅនឹងរបៀបប្រើប្រាស់ Google Translate នៅក្នុង browser បាទនៅលើកុំព្យូទ័ររបស់យើងឲ្យមានភាពងាយស្រួលជាងមុនសម្រាប់បងប្អូនដែលខ្សោយភាសាអង់គ្លេសហើយគាត់តែងតែចូលទៅមើល website ដែលមានភាសាអង់គ្លេសទៅគាត់ពិបាកក្នុងការបកប្រែគាត់ copy ហើយប្រើដោយរបៀបពីមុនរបៀបនេះគឺមានភាពយូរសាំញ៉ាំយើងអាចមកសាកល្បងវិធីនេះវិញគឺមានភាពរហ័សនិងងាយស្រួលជាងមុនបាទតោះអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅមើលរបៀបធ្វើទាំងអស់គ្នាដំបូងយើងបើក browser Google Chrome ផងយើងមកហើយយើងចូលទៅ search ពាក្យថា Google បាទនេះ Store Extension បាទអញ្ចឹងយើងវាយមកហើយយើងយកពាក្យខាងលើគេនេះ Google Store Extension អញ្ចឹងយើង click មកបន្ទាប់មកយើងយកពាក្យថាបាទ Google Web Store បាទអញ្ចឹងខាងលើគេហ្នឹងយើង click មកបាទបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះបាទហើយយើងចូលទៅ search ពាក្យថា Google Translate បាទ Google Translate គឺខាងលើគេនេះឯង Google Translate ហើយយើង click យកមកបន្ទាប់មកយើងចុចពាក្យថាបាទចុចពាក្យថា add to Chrome បាទអញ្ចឹងយើងចុច add to Chrome មកបាទបន្ទាប់មកបន្តទៀតយើងចុច add to Chrome ទៀតមកសំទោស add extension បាទរងចាំបន្តិចពេលនោះកម្មវិធីរបស់យើងនឹងវានឹង load ចូលទៅលើផ្ទាំងខាងលើបែបនេះយើងឃើញ menu icon វាជាប់នៅខាងលើនេះអញ្ចឹងយើង click ទៅលើរូបហ្នឹងមកដែលតំណាងឲ្យ Google Translate របស់យើងអញ្ចឹងយើងចុចយកពាក្យថា extension option បាទចុចមកពេលនោះវានឹង load ផ្ទាំងបែបនេះអញ្ចឹងចំណុចបន្ទាប់ដែលយើងត្រូវធ្វើគឺយើងយកពាក្យថាយើងមើលពាក្យ my primary language អញ្ចឹងយើងកន្លែងនេះវា default របស់វាគឺអង់គ្លេសក៏ប៉ុន្តែយើងចង់បដូរវាទៅជាខ្មែរអញ្ចឹងយើងចុចមកដើម្បីបដូរភាសានៅពេលដែលយើង translate ឲ្យបកទៅជាភាសាខ្មែរអញ្ចឹងយើងទៅរកភាសាខ្មែរផងយើងមកនេះអូខេភាសាខ្មែរចំណុចបន្ទាប់ដែលយើងត្រូវមើលគឺកន្លែង pop up translation នេះអញ្ចឹងត្រង់ចំណុចនេះគឺយើងយកទី2គឺដើម្បីនៅពេលដែលយើងយកម៉ៅផងយើង select អត្ថបទជាភាសាអង់គ្លេសឲ្យវាបកអូតូបង្ហាញយើងភ្លាមនៅលើbrowser ផងយើងតែម្ដងបាទហើយបន្ទាប់មកយើងចុច save មកចុច save ជាការស្ដាច់តោះអញ្ចឹងយើងទៅឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងខ្ញុំបិទផ្ទាំងហ្នឹងមកខ្ញុំចូលទៅ page ថ្មីមួយទៀតឧទាហរណ៍ថាឥឡូវខ្ញុំ search what is what is AI ឧទាហរណ៍ខ្ញុំចង់ search ពី AI អូខេអញ្ចឹងគេបញ្យល់យើងជាភាសាអង់គ្លេសបែបនេះអញ្ចឹងយើងអត់ចេះឬមួយក៏យើងខ្សោយភាសាអង់គ្លេសយើងអត់ដឹងថាបកបែបម៉េចយើងគ្រាន់តែយកម៉ៅផងយើង select មកត្រង់ចំណុចប៉ុណ្ណាដែលយើងចង់បកប្រែអញ្ចឹងត្រង់ចំណុចនេះខ្ញុំ recommend ឲ្យថាយើង select ម្ដងតែបន្តិចដែរទេបើវែងពេកវានឹងធ្វើការយូរអូខេអញ្ចឹងឧទាហរណ៍ខ្ញុំ select ប៉ុណ្ណឹងឃើញទេយើងគ្រាន់តែបន្លែងម៉ៅមកពេលនោះគឺវា load ឲ្យយើងតាក់ទងទៅនឹងការបកប្រែជាភាសាខ្មែរនៅលើនឹងតែម្ដងអញ្ចឹងយើងងាយស្រួលមិនបាច់ចាំប្រើវិធីសាស្ត្រដូចមុនតតែ copy អត្ថបទឬល្បះហ្នឹងយកទៅផាសនៅក្នុងGoogle Translate ដូចមុនទេអញ្ចឹងសង្ឃឹមថាវាជាចំណេះដឹងមួយសម្រាប់អ្នកដែលខ្សោយភាសាអង់គ្លេសអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះជាប្រយោជន៍បាទកុំភ្លេចជួយ like ជួយ share ផងបាទសូមអរគុណ